ហ្វាតដោយប្រើទំនប់និងប្រឡាយទឹកបង្កើតបានជាប្រព័ន្ធធារាសាស្ត្រដ៏ធំសម្បើមនិងដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ទឹកហូរចេញពីជ្រលងភ្នំបានចាក់ចូលទៅតាមប្រឡាយទឹកនានាដែលត្រូវគេប្រើប្រាស់ដើម្បីស្រោចស្រពដំណាំ ប្រព័ន្ធនេះកើតចេញពីភាពប៉ិនប្រសប់ដ៏ឈ្លាសវៃបំផុតរបស់មនុស្សកាលសម័យនោះ ប្រព័ន្ធធារាសាស្ត្រទាំងអស់នោះឃើញពីមុនមកភោគផលកសិកម្មដ៏ច្រើនអស្ចារ្យបានកើតចេញពីហើយច្រើនរហូតដល់ពិភពលោកមិនធ្លាប់បានអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថាបាប៊ីឡូននិងទីក្រុងនានានៅតាមបន្ទាយទន្លេអ៊ឺហ្វាត់នេះមានអាយុកាលចាស់ជាងទីក្រុងបុរាណផ្សេងៗទៀតដែលមាននៅក្នុងកំណត់ត្រាអាយុកាលពិតប្រាកដគឺ 8,000 ឆ្នាំមុនមកម្លេះមនុស្សដែលបានចូលមករស់នៅក្នុងក្រុងបាប៊ីឡូនគឺជនជាតិស៊ូមើរហើយពួកគេរស់ក្នុងទីក្រុងដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេគឺជាមនុស្សមានការអប់រំខ្ពស់និងមានចំណេះដឹងជ្រៅជ្រះដោយយោងទៅលើប្រវត្តិសាស្ត្រពួកគេគឺជាមនុស្សដំបូងបង្អស់ដែលជាវិស្វករជាតារាវិទូគណិតវិទូហើយក៏ជាអ្នកបង្កើតអក្សរសម្រាប់ប្រើប្រាស់មុនគេដែរប្រជាជនបាប៊ីឡូនជាអ្នកជំនាញខាងហិរញ្ញវត្ថុនិងពូកែធ្វើពាណិជ្ជកម្មពួកគេគឺអ្នកបង្កើតឲ្យមានប្រាក់មុនគេដើម្បីធ្វើការដោះដូរផលិតផលនិងជាអ្នកបង្កើតកិច្ចសន្យានិងឯកសារសម្គាល់សិទ្ធិលើទ្រព្យសម្បត្តិថែមទៀតផងក្រៅពីប្រព័ន្ធធារាសាស្ត្រវិស្វករបាប៊ីឡូនបានធ្វើគម្រោងធំអស្ចារ្យមួយទៀតគឺបានរៀបចំឲ្យមានប្រព័ន្ធលូបង្ហូរទឹកដើម្បីប្រែក្លាយតំបន់វាលភក់ដ៏ធំសម្បើមមួយនៅមាត់ទន្លេអ៊ឺហ្វាត់និងទីឲ្យទៅជាតំបន់កសិកម្មលក្ខណៈពិសេសមួយទៀតរបស់បាប៊ីឡូនគឺជញ្ជាំងដែលព័ទ្ធជុំវិញទីក្រុងវាគឺជាជញ្ជាំងដ៏មហិមារហូតដល់បុរាណវិទូបានដាក់ចំណិតថ្នាក់ជញ្ជាំងនោះថាជារតនសម្បត្តិមួយក្នុងចំណោមរតនសម្បត្តិទាំង7នៅលើ